សួស្តីបងប្អូនទាំងឡាយបងប្អូនជាសិស្សានុសិស្សទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបងប្អូនត្រូវដឹងថានៅក្នុងសម័យបច្ចេកវិទ្យា AI នេះលោកគ្រូបានសម្លឹងមើលឃើញថាចំពោះការសិក្សារបស់ពួកប្អូនមានកម្រិតដែលទទួលយកបានច្រើនប៉ុន្តែនៅបងប្អូនមួយចំនួនដែលរៀនខ្សោយមិនយកចិត្តទុកដាក់ក្នុងការរៀនបងប្អូនបានធ្វើជាការធ្វើប្រហែសមួយដែលសម្រាប់សមត្ថភាពរបស់ពួកប្អូនមិនបានប្រើនៅឡើយពេលខ្លះដែលលោកគ្រូបាននិយាយថាលោកគ្រូលើកទឹកចិត្តសម្រាប់ពួកប្អូនដែលរៀនខ្សោយដោយសារតែពួកប្អូនមិនទាន់បានប្រើសមត្ថភាពខួរក្បាលរបស់ខ្លួនគឺមិនទាន់បានយកចិត្តទុកដាក់រៀនមិនទាន់បានយកចិត្តទុកដាក់ក្នុងការធ្វើកិច្ចការទាំងឡាយដែលឲ្យខួរក្បាលរបស់ពួកអូនមានភាពប្រសើរឡើងដូច្នេះក្នុងការរស់នៅយើងត្រូវបញ្ចូលចំណេះដឹងឲ្យខ្លួនឯងមានសមត្ថភាពសមជាមួយនឹងបរិបទសង្គមរាល់ថ្ងៃគឺប្រើប្រាស់បច្ចេកវិទ្យាទំនើបសង្គមរាល់ថ្ងៃប្រើប្រាស់ប្រព័ន្ធ AI សង្គមរាល់ថ្ងៃប្រើប្រាស់ប្រព័ន្ធដែលជាទំនាក់ទំនងបណ្ដាញសង្គមដ៏ល្អសម្រាប់មនុស្សទូទៅមានសេវាកម្មយ៉ាងល្អប៉ុន្តែបងប្អូនក៏មិនបានមើលឃើញថាអ្វីដែលទីតាំងណាដែលពួកអូនស្ថិតនៅទីតាំងណាដែលពួកអូនទទួលបានផលប្រយោជន៍អំពីចំណេះដឹងអំពីសមត្ថភាព AI អំពីសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកប្អូននៅពេលដែលពួកប្អូនមានចំណេះដឹង AI មិនអាចវាយលុកវាយប្រហារលើការងារផ្ទាល់ខ្លួនលើជីវភាពផ្ទាល់ខ្លួនរបស់ពួកអូនបានទេប៉ុន្តែនៅពេលដែលពួកអូនមានសមត្ថភាពទាបជាង AI មានសមត្ថភាពទាបជាងបច្ចេកវិទ្យាពេលនោះធ្វើឲ្យប្រព័ន្ធបច្ចេកវិទ្យា AI គ្រប់គ្រងលើការងារទាំងឡាយដែលពួកអូនកំពុងតែរស់នៅប្រចាំថ្ងៃការងារទាំងឡាយលើសេវាកម្មការងារទាំងឡាយលើផ្នែកអាជីវកម្មការងារទាំងឡាយលើផ្នែកពលកម្មរបស់មនុស្សធម្មតា AI និងបច្ចេកវិទ្យាទំនើបឬតាមរយៈ robot ធ្វើការងារជំនួសពួកអូនដោយសារតែពួកអូនមិនមានលទ្ធភាពដោយសារតែពួកអូនមិនបានប្រើប្រាស់ខួរក្បាលរបស់ពួកអូនឲ្យអស្ចារ្យជាង AI មិនបានប្រើខួរក្បាលរបស់ពួកអូនឲ្យអស្ចារ្យជាងអ្វីដែលពួកអូនកំពុងរស់នៅជុំវិញខ្លួនរបស់ពួកអូនដេកដើរដួលតាមអ្វីដែលពួកអូនរស់នៅអូនដេកដើរទៅតាមអ្វីដែលខ្លួនកំពុងតែស្ថិតនៅធ្វើនេះក៏បានធ្វើនោះក៏បានមិនរៀនក៏បានដើរលេងក៏បានបែបទៅចង់តាក់ទងមិត្តភ័ក្តិរួមក្រុមរួមគ្នាទៅដើរកម្សាន្តនៅទីនេះបង្កើតភាពអ៊ូអរសប្បាយរីករាយឲ្យសង្គមមើលឃើញថាពួកអូនអស្ចារ្យមិនបាច់រៀនក៏បានដែរក៏ប៉ុន្តែពួកអូនក៏បានគិតខុសនៅពេលដល់អាយុមួយពួកអូនត្រូវរកការងារធ្វើល្អបំរើឲ្យជីវភាពផ្ទាល់ខ្លួនឲ្យក្រពះរបស់ពួកអូនហូបឆ្អែតគ្រប់គ្រាន់ដោយកាលពីអូននៅក្មេងមានប៉ាម៉ាក់មានម្ដាយឪពុកជាអ្នកផ្ដល់ជំនួយឲ្យមានការហូបចុកគ្រប់គ្រាន់មានសម្ភារៈប្រើប្រាស់ល្អមានផ្ទះរស់នៅដោយផាសុកភាពមានអ្នកបម្រើឆ្វេងស្ដាំមានអ្នកជួយធ្វើនេះជួយធ្វើនោះជួយការងារផ្សេងនៅពេលដែលកត្តាទាំងនេះហើយដែលពួកអូនចាប់ដើមភ្ញាក់ខ្លួនថាអាត្មាអញមិនគួរណាបណ្ដោយឲ្យពេលវេលាភាពជាយុវវ័យជាអ្នកសិក្សាជាយុវជនទទួលនៅចំណេះដឹងអំពីលោកគ្រូអ្នកគ្រូទទួលចំណេះដឹងអំពីបច្ចេកវិទ្យាទំនើបក្នុងពេលដែលមានឱកាសមិនបាន
ប្រឹងប្រែងយកចិត្តទុកដាក់នោះទេដូច្នេះកុំឲ្យមានការខកបំណងនៅពេលថ្ងៃអនាគតមកដល់នៅពេលដែលពួកអូនខ្វះខាតនៅពេលដែលពួកអូនខ្សត់ខ្សោយមានតែប្រឹងប្រែងរៀនយកចិត្តទុកដាក់រៀនជាពិសេសបងប្អូនទី11ទី12គ្រូដាក់កិច្ចការងារឲ្យធ្វើតាមគ្រូទៅសៀវភៅមានត្រូវការស្រាវជ្រាវបន្ថែមក៏ស្រាវជ្រាវទៅក្នុង app store ក្នុងកម្មវិធីផ្សេងៗក្នុង profile ផ្សេងៗក្នុងទស្សនៈផ្សេងៗរបស់ពួកអូនគេមានបង្ហោះចូលទៅក្នុង Google គេមានបង្កើត app លក់គេមានបង្កើតផ្សេងដើម្បីផ្ដល់ជាចំណេះដឹងរបស់យើងអញ្ចឹងយើងកុំប្រើទូរស័ព្ទដោយឥតប្រយោជន៍យើងកុំប្រើវត្ថុល្អឲ្យហួសពីសមត្ថភាពខ្លួនឯងជាអ្នករៀនខ្លួនឯងជាអ្នករៀនគឺប្រើបច្ចេកវិទ្យាទំនាក់ទំនង AI ឲ្យជួយឲ្យមានផលប្រយោជន៍ដល់ចំណេះដឹងរបស់យើងជួយឲ្យជីវិតយើងមានលក្ខណៈប្រសើរឡើងចំណេះវិជ្ជាដែលយើងរៀនរហូតមួយជីវិតនេះរៀនមិនអស់ទេក៏ប៉ុន្តែក្នុងមួយជីវិតយើងយកបានតែ30%ទៅ50%នៃចំណេះដឹងក៏បានដែរយើងមិនចាំបាច់យកទៅ70%និង100%នោះទេដូច្នេះការរៀនរបស់យើងគ្រប់គ្នាគឺរៀនដោយយកចិត្តទុកដាក់រៀនដោយមានភាពច្បាស់លាស់រៀនដោយការគិតដ៏ល្អត្រឹមត្រូវសម្រាប់ជួយខ្លួនឯងសម្រាប់ជួយគ្រួសារសម្រាប់ជួយសង្គមទាំងឡាយណាដែលសម្បូរទៅដោយធនធានមនុស្សសង្គមទាំងនោះគឺជាសង្គមដ៏អស្ចារ្យសង្គមទាំងនោះជាសង្គមដែលធ្វើឲ្យមនុស្សសម្បូរទៅដោយភាពសប្បាយរីករាយប្រទេសទាំងឡាយណាដែលមានធនធានមនុស្សល្អច្រើនមានធនធានមនុស្សពូកែច្រើនតាមរយៈពួកអូនដែលប្រឹងប្រែងរៀនគ្រប់គ្នាមិនសូវជាយកចិត្តទុកដាក់នឹងអំពើអបាយមុខនៅក្នុងសង្គមផ្សេងដែលជះឥទ្ធិពលដល់ការសិក្សារបស់ពួកអូនពេលនោះអូននឹងដឹងថាអ្វីដែលជាភាពពិតប្រាកដដែលពួកអូនចង់បានប្រចាំជីវិតនេះវានឹងមានភាពប្រសើរឲ្យពួកអូនជាមិនខានជាចុងក្រោយលោកគ្រូស្នើសុំឲ្យពួកអូនប្រឹងប្រែងរៀនដោយយកចិត្តទុកដាក់ត្រឹមថ្នាក់ទី11ទី12នេះឲ្យច្បាស់លាស់ខ្លួនឯងពីសិស្សខ្សោយទៅសិស្សល្អក្រាន់បើឬក៏អាចឈានទៅដល់សិស្សពូកែត្រឹមតែរយៈពេល2ឆ្នាំជូនពរសុខភាពល្អសំណាងល្អ